យាកាតំបន់អង្គរថ្ងៃនេះមើលមកមានអារម្មណ៍ថាដូចយើងកំពុងតែវិលត្រឡប់ទៅសម័យកាលអង្គរដ៏រុងរឿងរបស់ខ្មែរយើងអញ្ចឹងដែលមានប្រជាជនអ៊ូអរទាំងប្រុសទាំងស្រីស្លៀកពាក់បែបបុរាណខ្មែរលក់នំនិងម្ហូបខ្មែរអមជាមួយនឹងសិល្បៈតុបតែងម្ហូបមួយស្អាតហើយប្រណិតមែនតើត្រូវនឹងអ្នកលក់និងអ្នកទិញស្រស់គ្នាស្លៀកពាក់បែបខ្មែរអញ្ចឹងទៀតបង្កើតជាទស្សនវិជ្ជាមួយកម្របានឃើញហើយអស្ចារ្យខ្លាំងមែនតើខ្ញុំខ្មែរផងពេលដែលបានឃើញទស្សនវិជ្ជាបែបហ្នឹងមានអារម្មណ៍ថាវ៉ាវចុះទម្រាំបរទេសដែលគាត់មកខ្មែរយើងលើកទី1បានឃើញអញ្ចឹងទៀតខ្ញុំជឿថាគាត់ប្រកាសជាមានអារម្មណ៍ភ្ញាក់ផ្អើលហ្មងជាមួយនឹងការដាក់បង្ហាញវប្បធម៌របស់យើងទាំងការស្លៀកពាក់ម្ហូបអាហារនិងសិល្បៈផ្សេងៗអញ្ចឹងតោះខ្ញុំដល់បងប្អូនទៅមើលទាំងអស់គ្នាដែលកម្មវិធីនេះគឺពិព័រណ៍អាហារស្នាមញញឹមនៃកម្ពុជាដែលធ្វើនៅនឹងមុខអង្គរវត្តយើងតែម្ដងចូលមកដល់មនុស្សអ៊ូអរខ្លាំងមែនតើហើយបន្ទប់គឺគេរៀបចំលក្ខណៈទ្រង់ទ្រីបែបខ្មែរប្រណិតហើយស្អាតមែនតើនេះនំនេះតំណងមែនតើអញ្ចឹងខ្ញុំដាក់មកគ្រប់មុខបណ្ដោយស្លៀកពាក់បែបខ្មែរទិញនំខ្មែរហើយអញ្ចឹងចាយលុយក៏ត្រូវតែចាយលុយខ្មែរដែរអញ្ចឹងខ្ញុំស្កេនឲ្យគាត់តាម ABA ដោយចាយលុយរៀលចូលរួមលើកកម្ពស់លុយខ្មែរយើងហើយការប្រើប្រាស់ករណីប្រាក់រៀលរបស់ ABA អត់មានគិតថ្លៃសេវាអីទេអត់មានថ្លៃសេវាប្រើប្រាស់ប្រចាំឆ្នាំអត់តម្រូវឲ្យមានប្រាក់តម្កល់និងអត់មានការពិន័យពេលដែលយើងអត់ប្រើឬក៏បិទករណីហ្នឹងទេតែយ៉ាងណាក៏ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអរគ្នាទុកករណីប្រាក់រៀលយ៉ាងហោចណាស់ឲ្យបានមួយករណីទៅដើម្បីប្រើប្រាស់សម្រាប់ទូទាត់ហើយនឹងផ្ទេរលុយប្រចាំថ្ងៃអូហើយនំដែលខ្ញុំទិញនេះឆ្ងាញ់សាច់នំគេឡើងទន់អត់សូវផ្អែមប៉ុន្តែឈ្ងុយខ្ទិះដូងញ៉ាំបដាមើលគេរាំលេងបដាសប្បាយផ្លែកផ្លែមែនតើហើយមានបងទិញម៉ងឈររាំឲ្យមើលពេលដើរលេងប្រាសាទរកដងធ្លាប់គិតថាបើមានគេរៀបចំផ្សារធ្វើដូចជាសម័យបុរាណអញ្ចឹងនៅចិត្តប្រាសាទនឹងល្អប៉ុណ្ណាដល់ពេលឥឡូវគឺគេរៀបចំមែនកម្មវិធីនេះគេថាអ្នកពាក់អាវបុរាណអាចញ៉ាំម្ហូបហ្វ្រីប៉ុន្តែអាហ្នឹងគេមានម៉ោងគេតែបើម៉ោងធម្មតាគឺគេលក់ធម្មតាមកដល់កន្លែងនេះតំណងទៀតហើយអញ្ចឹងខ្ញុំទិញមកប្រអប់ដែរដោយ scan ចាយលុយខ្មែរនិយាយទៅ ABA តែងតែបដិញ្ញាចិត្តចូលរួមលើកកម្ពស់រូបិយប័ណ្ណជាតិយើងហើយការប្រើករណីប្រាក់រៀលរបស់ ABA បងប្អូនអាចទទួលបានការប្រាក់ free យ៉ាងហោចណាស់ 1% ក្នុងមួយឆ្នាំបើកជូនរៀងរាល់ខែមិនថាអ្នកមានលុយតិចឬក៏ច្រើនក្នុងករណីទេបើនិយាយពីការចាយវិញគឺទិញជាលុយខ្មែរទូទាត់ពីករណីលុយខ្មែរផ្ទាល់អត់មានខាតកតុយទេទិញក្នុងចំនួនទឹកប្រាក់ប៉ុន្មានក៏អាច scan បងប្រាក់បានដែរហើយបងប្អូនអរគ្នាអាចផ្ទេរប្រាក់ទៅវិញទៅមករវាងករណីប្រាក់រៀលនិងប្រាក់ដុល្លារដោយទទួលបានអត្រាប្តូរប្រាក់ល្អទៀតលើពីហ្នឹងពេលមានករណី ABA ជាប្រាក់រៀលបងប្អូនថែមទាំងអាច scan QR code ចាយនៅក្រៅប្រទេសតាមប្រព័ន្ធទូទាត់បាគងដូចជាប្រទេសថៃនិងប្រទេសមួយចំនួនទៀតឆាប់នេះផងដែរឃើញអត់មាន ABA ជាប្រាក់រៀលបានលើកកម្ពស់លុយខ្មែរហើយមានប្រយោជន៍ច្រើនទៀតតោះឥឡូវខ្ញុំនាំបងប្អូនទៅដើរមើលកម្មវិធីនឹងបន្តទៀតនិយាយទៅកម្មវិធីនេះខ្ញុំដើរទិញឡើងពេញហ្នឹងហ្មងដោយសាររបស់របរគឺគួរឲ្យចង់ញ៉ាំទាំងអស់មានទឹកកកឈូសរបស់បងស្រីនេះទឹកស្ករដូងគាត់គឺឆ្ងាញ់មែនតើនិយាយទៅកម្មវិធីនេះគឺលើសពីពិព័រណ៍អាហារប៉ុន្តែគឺជាការដាក់បង្ហាញវប្បធម៌របស់ខ្មែរយើងឲ្យភ្ញៀវបរទេសដែលបានមកលេងតំបន់អង្គរថ្ងៃនេះហ្នឹងគឺបានឃើញនៅវប្បធម៌ខ្មែររបស់យើងគឺសឹងតែគ្រប់ទម្រង់មកទាំងសម្លៀកបំពាក់ខ្មែរម្ហូបអាហារនិងសិល្បៈនៃការរៀបចំរំលេចនៅផ្កាភ្ញីយ៉ាងប្រណិតសមជាសិល្បៈរបស់ខ្មែរនិងមានការរាំលេងបែបខ្មែរនិយាយទៅគឺសប្បាយអ៊ូអរខ្លាំងមែនតើដែលនេះហើយជាជំហានដ៏ល្អមួយក្នុងការផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរឲ្យកាន់តែទូលំទូលាយនិងបណ្ដុះឲ្យក្មេងៗបានឃើញនិងស្រឡាញ់នៅវប្បធម៌ខ្មែរតាំងពីក្មេងៗចឹងមកដើរលេងមកស្ទូរៀងហត់ដែរល្មមឃើញអ៊ំលក់ទាំងពៅទិញទាំងពៅមួយហើយខ្ញុំ scan លុយខ្មែរតាម ABA សប្រៃទៀតហើយអ៊ំក៏ដាក់ QR ABA លុយខ្មែរតាំងអេក្រង់ចឹងមកហើយបើបងប្អូនអត់ទាន់មានករណីប្រាក់រៀល ABA ទេបងប្អូនអាចបើកករណីប្រាក់រៀលក្នុង ABA Mobile បានភ្លាមៗដោយឥតគិតថ្លៃដោយចូលទៅ ABA Mobile ចុចប៊ូតុងករណីចុចបូកករណីរួចអូសទៅក្រោមតិចទៅហើយចុចករណីសន្សំរួចជ្រើសរើសខ្មែររៀលជារូបិយប័ណ្ណជ្រើសរើសករណីប្រភពយល់ព្រមតាមលក្ខខណ្ឌហើយចុចបើកឥឡូវអញ្ចឹងចូលរួមជាមួយ ABA គ្រប់គ្រងរូបិយប័ណ្ណជាតិយើងដោយបន្តប្រើករណីប្រាក់រៀលសម្រាប់ទូទាត់ប្រាក់ប្រចាំថ្ងៃទាំងអស់គ្នាហើយវីដេអូកម្មវិធីនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាមានកម្មវិធីបែបនេះបន្តទៀតនឹងកាន់តែធំជាងនឹងដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរយើងឲ្យកាន់តែខ្លាំងជាងនឹងទៀត